tuôn pre ok số đấy thì ngọc nia ngàyนี้ខ្ញុំបង្ហាញពីមេរៀនចុងក្រោយតែមេរៀនចុងក្រោយរបស់យើងនឹងរៀនអំពីរបៀបចងម៉ាក្រូអូខេអញ្ចឹងតើគេចងម៉ាក្រូដើម្បីអីហើយម៉ាក្រូហ្នឹងគេប្រើវាយ៉ាងម៉េចគេប្រើដើម្បីអីអូខេអញ្ចឹងម៉ាក្រូគឺជាកម្មវិធីរបស់ Microsoft Word ដែលវាបង្កើតឲ្យយើងប្រើប្រាស់ដែលវាអនុញ្ញាតឲ្យយើងធ្វើការកំណត់នៅប្រភេទ font ដូចជាឈ្មោះ font ដែលយើងត្រូវដាក់ឲ្យអក្សរហ្នឹងទំហំពណ៌អីផ្សេងៗគឺយើងអាចដាក់វាបានឧទាហរណ៍ថានៅក្នុងកន្លែងគេវាយឯកសារមួយគេអត់ចង់ធ្វើការដូរ font ម្ដងឧទាហរណ៍ថាឥឡូវគេវាយខ្មែរចុះព្រះរាជាណាចក្រកម្ពុជាចឹងចុះអញ្ចឹងពេលហ្នឹងគេវាយអាហ្នឹងដល់ពេលគេវាយអាក្រុមទៀតគេចង់អត់ចង់បាន font មួយហ្នឹងឯងសោះតែអីហើយពេលយើង enter មកបាន font មួយហ្នឹងទៀតហើយយើងទៅដូរវាហ្នឹងឥឡូវយើងរើស font ដូរវាចង់ដូរផ្សេងពីហ្នឹងវាយហ្នឹងហើយចុះមកក្រុមចង់បាន font ផ្សេងទៀតណាទៅដូរវាទៀតដូរយកអានេះម្ដងអីចឹងតាអញ្ចឹងយើងអង្គុយដូរ font អង្គុយដូរអីហ្នឹងបាច់វាយទេមួយថ្ងៃគឺដូរ font ហ្នឹងទៅអញ្ចឹងគេមានវិធីសាស្ត្រមួយគឺគេចងម៉ាក្រូឧទាហរណ៍ថានៅក្នុងការចងក្រងជាសភៅអ្វីមួយគឺយើងត្រូវកំណត់ថាតើសភៅរបស់យើងនឹងប្រើ font ណាខ្លះអង់គ្លេសប្រើ font មួយណាខ្មែរប្រើ font មួយណាហើយទំហំអក្សរប៉ុន្មាននឹងត្រូវដឹងជាស្រេចអញ្ចឹងអានេះយើងងាយស្រួលយើងចង font ហ្នឹងន័យថាពេលយើងចង font ហ្នឹងហើយយើងក៏ចុច key ដែលយើងបានចងហ្នឹងទៅហើយវាចាប់ដើមជាប់អ្វីដែលយើងបានចងហ្នឹងហើយវារត់ទៅតាមអ្វីដែលយើងបានធ្វើវាហ្នឹងហើយចង macro យើងចូល view យកពាក្យ macro យើងយកពាក្យ record macro នេះវាមានជម្រើសពីរគឺប៊ូតុងនិង keyboard ប៊ូតុងគឺយើងប្រើវាដើម្បីចុចទៅលើប៊ូតុងណាមួយចឹងទៅប៉ុន្តែយើងចង់ប្រើនៅលើ keyboard គឺយើងយក keyboard នេះវាមើលដាក់ថា fresh new shortcut key អាកន្លែងយើងប្រើshortcut key ហ្នឹងគឺយើងកុំឲ្យជាន់ជាមួយនឹងអា keyboard ចាស់ដែលគេឲ្យមក shortcut key ចាស់ដែលគេឲ្យមកឧទាហរណ៍ថា control x អាហ្នឹងធ្វើជា control x អូខេអញ្ចឹងអាការប្រើ shortcut key ហ្នឹងគឺយើងត្រូវប្រើកុំឲ្យជាន់ key ចាស់របស់យើងអូខេអញ្ចឹងខ្ញុំឧទាហរណ៍មួយខ្ញុំចុចខ្ញុំប្រើ shortcut key Alt លេខបូកមួយនឹងលេខ1ចុះអូខេអញ្ចឹង Alt លេខ1កំណត់ shortcut key ដាក់ font អក្សរខ្មែរខ្មែរបាត់ដំបងចុះហើយយើងយកពាក្យ Assign មកហើយយើង close វាហើយយើងចុច control បូកជាមួយនឹងអក្សរ D control បូកអក្សរ D អូខេ control បូកអក្សរ D នេះគឺយើងកំណត់ font មកវាយើងចង់ដាក់ font អីគេដែរនេះអញ្ចឹង font ខ្ញុំថាមិញខ្មែរបាត់ដំបងអញ្ចឹងយើងវាយមកខ្មែរអូខេ OS ខ្មែរ OS បាត់ដំបងនេះអូខេអាក្រុមនេះដាក់គ្នាមកខ្មែរ OS បាត់ដំបងនេះ
ok Khmer OS បាត់ដំបង ok ហើយយើងនេះវាមាន style វាមាន regular មែនអាហ្នឹង regular ហ្នឹងវាធម្មតាដល់ពេល italic ហ្នឹងអក្សរ trade bold អក្សរ dot ហើយ font មកយើងដាក់ប៉ុន្មានយើងរើសវាហើយតា font 12ចុះ12ដែរទៅបន្តមកទៀតយើងមាន format អីអត់នេះឃើញទេវាមានតម្រងឲ្យយើង format ច្រើនណាឥឡូវខ្ញុំយើងដាក់ពណ៌ឲ្យវាដាក់ពណ៌ថាពណ៌ក្រហមចុះហើយយើងយកពាក្យអូខេហើយយើងយកពាក្យ macro ដដែលយើងយកពាក្យ stop recording អញ្ចឹងពេលហ្នឹងយើងវាយ font អីវាយទៅហើយដូរខ្មែរវិញទៅមកខ្មែរវិញអញ្ចឹងចុះអញ្ចឹងយើងដូរ font ទៅផ្សេងថាដាក់ font នេះ OS ហ្នឹងទៅយើងដាក់ពណ៌ផ្សេងទៅឃើញអញ្ចឹងពេលយើងពងវាយ font ហ្នឹងយើងចង់ទៅរក font ដែលយើងកំណត់មិញខ្មែរ OS បាត់ដំបងនឹងវិញយើងចុច Alt បូកជាមួយលេខ1ពេលហ្នឹង Alt លេខ1មកវាចូលទៅតាមវាវិញណាស្អីបាយវាខុសអីlạiណាមួយហ៎យើងទៅលុបវាវិញហើយខុសlạiណាមួយមិញ view sorry view macro delete ទីចឹងទៅមកជាប់ yeah delete yeah okay close មកយើងបង្កើតម្ដងទៀត record keyboard control លេខcontrol លេខ1ចុះassign close control D ដើម្បីកំណត់ font បាត់ដំបងអដែល2អដែលទេហើយយកពាក្យ OK ហើយយកពាក្យ stop ហើយចងមួយទៀត record control បូកលេខ2 assign close control D អូខេអញ្ចឹងយើងដាក់ font ឯផ្សេងពីអាហ្នឹងមកដូចគ្នាដាក់ថាឥឡូវដាក់ខ្មែរ OS មូឡាយខ្មែរ OS មូឡាយនេះចុះអូខេមូឡាយទៅយក font 14នេះ font 14ហើយយើងដាក់ពណ៌វាផ្សេងដាក់ពណ៌នេះទៅពណ៌ខៀវទៅហើយដាក់មានបន្ទាត់ខាងក្រោម2អូខេមក stop អូខេអញ្ចឹងដូរទៅខ្មែរវិញអានេះខ្មែរ OS មូឡាយ font 14ចុះយើងចង់ទៅអាខ្មែរបាត់ដំបងវិញគឺយើងចុច control លេខ1នេះឃើញលឿនទេយើងចង់ទៅខ្មែរ OS មូឡាយវិញ control លេខ2 control លេខ2ហើយវាជន់ key ចាស់របស់គេជន់ key ចាស់របស់គេបាត់ហើយគេចាស់ហ្នឹងរបៀបដូរវាហ្នឹងរៀបចូល macro អូខេអញ្ចឹងអាមេរៀនហ្នឹងគឺជាមេរៀនចុងក្រោយហើយមួយទៀតរបៀបវាយអត្ថបទគឺយើងត្រូវចាំថានៅក្នុងWord Microsoft Office Word មុននឹងយើងធ្វើការ design មុននឹងយើងចងក្រងជាសភៅយើងត្រូវគិតខ្លួនឯងថាតើ font អក្សររបស់យើងដាក់
យកប៉ុន្មានកំណត់វាឲ្យហើយគម្លាត margin សងខាងលើក្រោមប៉ុន្មាន header footer យកប៉ុន្មានយើងកំណត់វាហើយកុំចាំសេហើយកុំកំណត់ពិបាកកំណត់ណាកំណត់ font នេះហើយកំណត់ margin កំណត់ spacing កំណត់អ្វីចង់ដាក់ឲ្យហើយចាំយើងសរសេរអក្សរទៅអាហ្នឹងបានត្រូវអាហ្នឹងរបៀបវាយWord អញ្ចឹងមេរៀន Word ត្រូវបានបញ្ចប់ត្រឹម macro អូខេអរគុណចំពោះការតាមដានមើលមេរៀនរបស់ខ្ញុំ